ជុំហួយស្អុយអីគេឯងមានធំក្លិនស្អុយអត់ស្អុយតើឯងអេក្លិននេះដូចជាក្លិនអាចឆ្កែនោះនៅក្បែរចដៅផ្ទាំងសង្ស័យតែឆ្កែអ្នកចិត្តខាងទៀតហើយមើលទៅពូអាមិនទៀតហើយធ្វើរស់នៅឲ្យមានក្តីសុខក្នុងខ្លួនខ្លះមើលក៏មកតាមរករឿងតែអញពេករករឿងអាម៉េចពូឆ្កែពូឯងចូលទៅអាចដាក់ផ្ទះខ្ញុំគ្រាន់តែប្រាប់ឲ្យដឹងមិនមែនមករករឿងឯណាហើយឯងមិនដឹងតែឆ្កែអញទៅអាចដាក់ហើយចង់មានឆ្កែណាទៀតក្រៅពីឆ្កែពូឯងហ្នឹងផ្ទះខ្ញុំអត់មានចិញ្ចឹមឆ្កែទេហើយម្ដុំនេះមានតែឆ្កែពូមួយហ្នឹងហើយនៅក្នុងភូមិមួយមានគ្រួសារពីររស់នៅក្នុងភូមិក្បែររបងផ្ទះគ្នាថ្មីត្បិតតែជាអ្នកជិតខាងនឹងគ្នាតែពួកគេមិនដែលចេះត្រូវគ្នាឡើយពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានរឿងឆ្លោះគ្នាមិនចេះចប់មិនចេះហើយវូចវាទៅណាវាអាម៉េចបានឃើញតែមួយអញ្ចឹងឯងឯណាមន់ខ្ញុំខ្ញុំមិនដឹងហើយមិនបាត់អស់ប្រមាណនេះមន់ពីរឥឡូវសល់តែមួយហ្នឹងរួចមួយទៀតទៅវាទៅណាយប់មិញខ្ញុំដូចជាលឺមន់ស្រែកយំតែមិនហ៊ានក្រោកមើលសង្ស័យតែចោលចូលមកលួចតែដឹងឯងចោលអាណាឯងវាមិនដែលទេស្រុកភូមិយើងពីដើមឡើយមិនដែលឮថាមានចោលផងហើយចោះនេះមិនបានបាត់ស្រួលម៉េះខ្ញុំមិនដឹងទេរកមើលឲ្យសពមើលឯងមើលអីទៀតបើរកវាមកព្រឹកហើយឃើញតែមួយហ្នឹងយ៉ាប់មន់ពូជទៅនឹងទិញអស់លុយមកកកោកមិនដឹងអាចោលណាវាលួចបាត់មកយាយវាដល់ម៉ោងបាយហើយឡើងឈ្ងុយតែម៉ោងនេះណែអាដងលើកក្រោយហើយទៅខំអាធំជាងនឹងទៀតមកអាណាក៏ដោយឲ្យទៅដើរចូលទឹកដីយើងខំវាទៅកូនថ្ងៃនេះហេងទាំងព្រឹកតែម៉ោងនេះបើកភ្នែកឡើងបានមន់យកមកឆាទាំងព្រឹកបើបានបែបនេះរាល់ថ្ងៃមិនដឹងជាឆ្ងាញ់យ៉ាងណាទៅតាវាគួរទៅអរគុណអាដងទៅឯងឆ្កែយើងវាមិនត្រឹមតែចេះចាំផ្ទះទេចេះទាំងរកម្ហូបឲ្យម្ចាស់វាទៀតឯងមិញឮតែឆ្កែគាត់ពណ៌មន់អាម៉េចទេឯងសង្ស័យតែមន់យើងតែដឹងឯងសាក់ទៅសួរគាត់មើលឯងសាក់ទៅសួរមើលខ្ញុំអត់ចង់និយាយចូលជាមួយពួកគាត់ទេនិយាយគ្នាម្ដងណាក៏មានតែរឿងឆ្លងទៅឯងទៅសួរគាត់ធម្មតាទៅវាគ្មានរឿងអីត្រូវឆ្លោះទេចឹងក៏បានដែរពូចំសួរអត់ឆ្លើយទៀតអើយពូវាថៃហើយហៅធ្វើអីចង់បកករឿងទៀតមែនសួរមួយម៉ាត់មិនឆ្លើយពូហើយកំពុងធ្វើអីពងស៊ីបាយយីអានេះឃើញស៊ីបាយហើយនៅសួរទៀតហើយបានម្ហូបអីចោះឆាមន់អាម៉េចប្រុងសុំស៊ីដែរមែនអត់ទេសុំអីរួចបានមន់នឹងមកពីណាទិញនៅផ្សារឬលួចគេជួយអានេះសួរនាំរឿងឲ្យតើនេះមកសម្បត្តិមន់មួយសោះចាំបាច់ដល់ថ្នាក់លួចគេហើយបានមកពីណាចោះមន់នឹងឆ្កែអញវាអ្នកពំមកឲ្យហើយថៃសួរនឹងប្រុងមានរឿងមែនថាមែនចឹងតើបានខ្ញុំបាត់មន់អស់មួយមន់នឹងសង្ស័យមន់ខ្ញុំហើយយីចេះតែសង្ស័យមិនហើយមើលមិនដឹងបើវាឆ្អិនអស់ហើយពូម្សិលមិញខ្ញុំទិញមន់មកដាក់ផ្ទះមកគូរួចព្រឹកឡើងបាត់អស់មួយមិនឲ្យខ្ញុំសង្ស័យមិនអញមិនដឹងទេសំខាន់ឆ្កែអញវាអ្នកពំមកតែមកដល់ផ្ទះអញមកហូបអញហើយឆ្កែអញវាឆ្លាតអញ្ចឹងវាចេះទាំងចាំផ្ទះចេះទាំងរកមកហូបមិនពូនិយាយអញ្ចឹងនេះឆ្កែពូវាអ្នកខំមន់ខ្ញុំសុំទោះមួយម៉ាត់ក៏ពូអត់និយាយនៅកាន់ជើងឆ្កែទៀតឯងប៉ុណ្ណឹងបានហើយនៅវែកញែកអីទៀតវែកញែកក៏គ្មានបានអីមកវិញដែរយ៉ាប់ឥឡូវចេះឆ្កែពូអាមួយហ្នឹងរកចង្វាក់ចងវាទៅកុំឲ្យវាដើរតែខំដើរតែពំរបស់របរផ្ទះគេអញ្ចឹងទៀតណែអាមិនបានត្រូវចងឆ្កែអញទៅវិញបើមិនចង់បាត់របស់របរហើយធ្វើរបងពាត់ជុំវិញផ្ទះឯងទៅនិយាយអត់ចូលគ្នាសោះហ្មងបើមានលុយខ្ញុំធ្វើយូរហើយពូខ្ញុំមិននៅនាំវេទនាឆ្លោះគ្នាជាមួយពូអរតែថ្ងៃអញ្ចឹងទេបើចឹងអត់ដែលពេលបាត់របស់កុំមករអ៊ូដល់អញឯងអើយប៉ុណ្ណឹងបានហើយតោះទៅហូបបាយវិញហួសចិត្តហ្មង
នេះគ្រាន់តែបាត់មន់មួយសោះធ្វើដូចបាត់មាសមកពីងអាម៉េចនឹងតាវាមករករឿងយើងមែននឹងហើយឯងមើលវាចោទថាឆ្កែយើងចូលទៅខំមន់វាហើយមិនបានជាវាដឹងថាមន់វាចោះបើឆាឡើងឆ្អិនអស់ហើយហ្នឹងហេយ៉ាប់មែនពួកនេះអើយកុំខ្វល់បើឆ្អិនហើយនាំគ្នាហូបទៅចាំព្រឹកស្អែកធ្វើស៊ីឯងឲ្យរៀងវិញម្ដងតោះតាវាហើយអ្នកចិត្តខាងអីមិនចេះរកតែរឿងឆ្លោះហ្មងលុះស្អែកឡើងជុំរួចស្អុយអីគេឯងមានធំក្លិនស្អុយអត់ស្អុយតើឯងក្លិននេះដូចជាក្លិនអាចឆ្កែនោះនៅក្បែរចដៅផ្ទាំងសង្ស័យតែឆ្កែអ្នកចិត្តខាងទៀតហើយមើលទៅឯងអើយទៅចាំយកដីកាយកប់ចោលទៅកុំទៅសួរនាំគាត់អីនាំតែមានរឿងឆ្លោះគ្នាទេអត់ទេខ្ញុំត្រូវតែប្រាប់គាត់ឲ្យដឹងបើមិនប្រាប់ទេគាត់នៅតែអញ្ចឹងពូអាមិនទៀតហើយធ្វើរស់នៅឲ្យមានក្តីសុខក្នុងខ្លួនខ្លះមើលកុំមកតាមរករឿងតែអញពេករករឿងអាម៉េចពូឆ្កែពួកឯងចូលទៅអាចដាក់ផ្ទះខ្ញុំគ្រាន់តែប្រាប់ឲ្យដឹងមិនមែនមករករឿងឯណាហើយឯងមិនដឹងថាឆ្កែអញទៅអាចដាក់ហើយចង់មានឆ្កែណាទៀតក្រៅពីឆ្កែពួកឯងហ្នឹងផ្ទះខ្ញុំអត់មានចិញ្ចឹមឆ្កែទេហើយម្ដុំនេះមានតែឆ្កែពូមួយហ្នឹងហើយយីអានេះព្រឹកមិនតន់រករឿងហ្មងគ្រាន់តែអាចឆ្កែពី3ដុំសោះកាយកប់ចោលទៅចាំបាច់មករករឿងហើយប្រុងឲ្យខ្ញុំកាយកប់រាល់ថ្ងៃអញ្ចឹងមែនមីងឆ្កែមីងខំមន់ខ្ញុំផងលួចពំខោអាវខ្ញុំផងហើយមកជុះដាក់ផ្ទះខ្ញុំទៀតហើយគិតអាម៉េចលើមានគិតអាម៉េចបើមិនចង់ឲ្យវាឆ្លងទៅធ្វើរបងខំទៅធ្វើរបងទៅអត់អីទេចាំមើលខ្ញុំធ្វើរបងតែធ្វើឲ្យនៅបាត់របស់ផ្ទះខ្ញុំទៀតពូហើយនឹងមីងត្រូវតែសងខ្ញុំវិញហើយអាម៉េចឲ្យតែបាត់របស់ដឹងតែចោតឆ្កែអញហ្មងអីខ្ញុំខ្ជិលនិយាយទៀតចាំតែមើលទៅអើយតែប៉ុណ្ណេះវាព្រមធ្វើរបងឲ្យឯងវាធ្វើអញ្ចឹងវាធូរលុយយើងដែរតើមែនហើយឯងឲ្យវារៀងឯងអាក្មេងមិនស្គាល់ចាស់ក្រោយពីមានរឿងឆ្លោះគ្នាមិនចេះចប់មិនចេះហើយគ្រួសារប្តីប្រពន្ធនាយសុកក៏បានធ្វើរបងខណ្ឌចែកផ្ទះរបស់គ្រួសារទាំងពីរជុំជែកអញតើនេះអាម៉េចបានទៅធ្លាក់ចូលដីវាវិញណែវើយអាសុកអាម៉េចមកសម្បត្តិជែកមកស្ទងសោះចាំបាច់លួចហើយមានមាត់អត់ចេះសុំអាម៉េចទៀតហើយនេះថាធ្វើរបងហើយលែងមានរឿងឥឡូវទៀតរួចខ្ញុំមានបានទៅលួចកាត់ជែកពូពីកាលណាជែកហ្នឹងវាទេចូលដីខ្ញុំហើយវាទុំធ្លាក់ខ្ញុំមានបានកាត់ណាម៉ែងកុំមកប្រកែកនោះចោលវាមិនដែលប្រាប់គេថាចោលទេចោលអីគេពូជែកហ្នឹងវាទុំធ្លាក់ចូលដីខ្ញុំអាម៉េចមកថាខ្ញុំចោលហើយដូចខ្វះកន្លែងដាំមកដាំក្បែររបងផ្ទះឲ្យនាំរឿងឆ្លោះគ្នាតតែបានដាំណាស្រេចតែអញឲ្យទៅនៅក្នុងដីអញដឹងហើយថាក្នុងដីពូតែវាទេចូលដីខ្ញុំនេះអារឿងទេចូលហ្នឹងខ្ញុំដឹងយូរហើយខ្ជិលប្រាប់ព្រោះតែមិនចង់មានរឿងឥឡូវមានរឿងតតែបានអញមិនដឹងទេឥឡូវឆាប់ហុចជែកហ្នឹងមកអញវិញតាវាអើយតាវានោះយាយវាមកល្មមឯងមើលជែកយើងវាលួចកាត់ទម្លាក់ដាក់ដីវាហើយវានៅប្រកែកថាអត់បានលួចទៀតអើយមិនមែនទេគឺវាធ្លាក់ចូលដីគេហ្នឹងណាព្រឹកមិញខ្ញុំអ្នកឃើញតែឥឡូវខ្ញុំអត់ស្រួលខ្លួនទេជួយជូនខ្ញុំទៅពេទ្យផងជូនអាម៉េចលើបើផ្លូវមុខលិចទឹកអស់ហើយហ្នឹងទៅចូលដីក្នុងផ្ទះសិនទៅចាំទឹកស្រកចាំខ្ញុំជូនទៅយីតានេះមនុស្សឈឺចិត្តងាប់ហើយនៅចាំទឹកស្រកឲ្យលឿនជូនខ្ញុំទៅពេទ្យសំខាន់វាអត់ផ្លូវទៅឯងឲ្យខ្ញុំជូនទៅអាម៉េចឯងបើករបងឲ្យគាត់ឆ្លងតាមផ្លូវយើងទៅមិនបាច់ទេឯងពួកគាត់ជាអ្នកឲ្យយើងធ្វើរបងតាទុកឲ្យពួកគាត់ទៅផ្លូវលិចទឹកនឹងទៅឯងអើយគាត់កំពុងតែឈឺណាជួយគាត់សិនទៅតាវាសុំមកក្មួយបើករបងតិចទៅខ្ញុំទ្រាំមិនបានទេដឹងសុំវាអាម៉េចបើយើងអ្នកឲ្យវាធ្វើហ្នឹងអីហើយកុំនៅបោបាច់ឆាប់សុំវាភ្លាមទៅ
អាក្មួយឪពូសុំបាក់របស់មកផ្លែតបានអត់ព្រោះផ្លូវមុខលិចទឹកអស់ហើយហ្នឹងចឹងពូឯងកាលមុនដែលញញឹមធ្វើរបងឥឡូវឃើញអត់ពេលអត់ផ្លូវមកសុំបាក់វិញអត់ដែលអើយជួយពូសិនទៅពូដឹងតែឯងខឹងពូតែជួយមនុស្សសិនហើយចាំយើងនិយាយគ្នាទៀតណាមិនអីទេពូយល់ថាពួកយើងជាអ្នកចិត្តខាងនឹងគ្នាចាំខ្ញុំបើកផ្លូវនឹងជូនមីងទៅពេទ្យឲ្យអើយអរគុណណាស់ក្មួយឃើញអត់ពូអ្នកចិត្តខាងតើតែចេះជួយគ្នាអធិស្ស្រ័យឲ្យគ្នាបើរវល់តែឆ្លោះគ្នាឲ្យរឿងតូចតាចច្បាស់ជារស់នៅគ្មានក្តីសុខទេអើពូដឹងខុសហើយមីនាងអញ្ចឹងជួយមើលផ្ទះពូផងពូទៅពេទ្យជាមួយអាក្មួយដែរចាពូ